យើងចូលដល់មកទំព័រទៀតគឺទំព័រទី20អញ្ចឹងទំព័រទី20ចំណុចទី1យើងសិក្សាអំពីរបៀបសរសេរអក្សរចិន3អញ្ចឹងមានន័យថាការពីមេរៀនទី1ទី2គឺយើងបានសិក្សារួចមកហើយទាក់ទងមួយនឹងរបៀបសរសេរគំនូសអក្សរចិនណាអញ្ចឹងនៅមេរៀនទី3ក៏យើងរៀនដូចគ្នាអញ្ចឹងមេរៀនទី1ហ្នឹងគឺយើងរៀន5មេរៀនទី2គឺយើងរៀនថែម3ហើយមេរៀនទី3ហ្នឹងគឺយើងរៀនថែម2អញ្ចឹងសរុបទាំងអស់គំនូសអក្សរចិនហ្នឹងគឺពីមេរៀនទី1ដល់មេរៀនទី3គឺបានចំនួន10គំនូសហើយអញ្ចឹងតោះយើងមកមើលទាំងអស់គ្នាថាគំនូសដែលយើងរៀននៅក្នុងមេរៀនទី3ហ្នឹងមានគំនូសអ្វីខ្លះអញ្ចឹងទី1នោះគឺមានឈ្មោះថាហឹងជឺកោទី2ហ្នឹងគឺវ៉ាកោអញ្ចឹងយើងមកមើលឧទាហរណ៍គេឲ្យយើងហ្នឹងគឺពាក្យថាមិនអញ្ចឹងមិនហ្នឹងគឺបកប្រែថាទ្វារហើយមួយទៀតពាក្យថាយាហ្នឹងបកប្រែថាខែឬមួយក៏ព្រះច័ន្ទអញ្ចឹងយើងមកមើលខាងក្រៅមួយទៀតគេឲ្យឧទាហរណ៍ពាក្យថាស៊ីនអញ្ចឹងស៊ីនហ្នឹងប្រែថាបេះដូងហើយមួយទៀតនីនហ្នឹងគឺបកប្រែថាអ្នកយើងប្រើសម្រាប់អ្នកដែលមានអាយុស្មើឬមួយក៏លើសយើងឬមួយក៏គេមានឋានៈទូនាទីគឺលើសយើងអញ្ចឹងយើងចូលមកដល់ចំណុចទី2បន្តតែម្ដងទី2ហ្នឹងគឺគេឲ្យយើងស្ដាប់ពាក្យអក្សរដែលផ្សំឡើងពីស្រៈសំទោសដែលផ្សំឡើងពីគំនូសអក្សរទាំងអស់ហ្នឹងអញ្ចឹងគំនូសអក្សរទាំងអស់ហ្នឹងមាននៅក្នុងឧទាហរណ៍ដែលគេឲ្យហ្នឹងគឺមានពាក្យថាយាមានពាក្យថាស៊ីនមានពាក្យថាចុងមានពាក្យថារិនអញ្ចឹងតើយើងទៅមើលទាំងអស់គ្នាថារបៀបនៅក្នុងការសរសេរគំនូសមួយហ្នឹងគឺគេសរសេរយ៉ាងម៉េចហើយមួយទៀតគឺយើងស្ដាប់សំឡេងផងថាតើពាក្យមួយហ្នឹងគឺផ្គុំឡើងដោយគំនូសអ្វីខ្លះអញ្ចឹងតើយើងទៅមើលទាំងអស់គ្នា撇横折钩横撇横折钩横撇横折钩横月点握钩点握钩点握钩点西竖横折横竖横折横竖中撇捺人撇横折钩横撇横折钩横撇横折钩横月点握钩点握钩点握钩点西竖横折横竖横折横竖中撇捺人